នៅថ្ងៃទី1ម៉ោង2កន្លះហើយខែ3បើនៅប្រទេសកម្ពុជាយើងស្មើនឹងម៉ោង7ជាងហើយ7កន្លះហើយនៅប្រទេសអ៊ីស្រាអែលនេះបច្ចុប្បន្ននេះកំពុងតែនៅបាញ់គ្នាទេតែនៅតំបន់ខ្ញុំយ៉ាងស្ងប់ស្ងាត់សារ៉ែហ្នឹងស្ងប់ស្ងាត់មុននឹងតែជា10នាទី20នាទីហើយតែវានៅតែបាញ់គ្នាទេអត់តាន់ចប់ទេហើយភាគច្រើនដែលវាបាញ់គឺបាញ់ទៅទីក្រុងតេលអាវីវហើយហៃហ្វាជាយូសាឡឹមតំបន់ខ្ញុំនេះស្ងប់ស្ងាត់អត់ទៅមានអីទេអត់ទៅបាញ់គ្នាទេហើយក៏ធ្វើលឺសំឡេងសារ៉ែនេះទៅច្រើនតែលឺខ្លាំងនៅតេលអាវីវតែម្ដងបាញ់គ្នាខ្លាំងគឺបាញ់យប់មិញគឺបាញ់ខ្លាំងមែនទែនហើយពីសិលមិញតែថ្ងៃមិញក៏បាញ់យ៉ាងច្រើនដែរតែនៅនេះប្រជាជនគេនៅធម្មតាឡានបើកធម្មតាទេឡានបើកធម្មតាទេតែខ្ញុំដើរមកផ្សារតិចអីហូបនៅតំបន់ខ្ញុំនេះមិនអាចអីបើកលក់ធម្មតាទេដោយសារតែប្រព័ន្ធការពារគេទំនើបខ្លាំងមែនទែនគេចាប់ជាប់ទាំងតែទាំងអស់ក្របធ្លាក់តែយប់មិញចំនួនតែមួយក្របទេហើយនៅតំបន់ខ្ញុំនេះប្រជាជនគេរស់នៅធម្មតាទេនៅខេហ្វាយូណាអត់ដូចនៅតេលអាវីវទេនៅតេលអាវីវបានក្របខ្លាំងហើយផ្ទះខ្ញុំនៅអាប៉ាតមិននៅទៅវិញ